ចឹងវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបដំឡើង VPN សម្រាប់ប្រើប្រាស់ account admin ក្រៅប្រទេសបាទដំឡើង VPN ដើម្បីបង្កើត account Facebook ក្រៅប្រទេសបាទឥឡូវយើងចូលមកក្នុង Play Store មកបាទបន្តមកទៀតបងប្អូនយកពាក្យ search ពាក្យថាបាទ Spider VPN បាទនេះបងប្អូន Spider VPN បាទចុចចូលមកតមកទៀតបងប្អូននឹងឃើញនៅខាងក្រោមនេះនេះ Spider VPN បាទចុចចូលមកនេះបាទឥឡូវនេះខ្ញុំបានដំឡើងវារួចហើយបើបងប្អូនមិនទាន់បានដំឡើងទេបងប្អូនអាចដំឡើងមកបាទពេលដែលបងប្អូនដំឡើងមកហើយបងប្អូននឹងឃើញនេះនៅកន្លែងនេះបាទនេះគឺជាកម្មវិធីបាទ Spider VPN សម្រាប់ Fake អ៊ីនធឺណិតឲ្យទៅនៅក្រៅប្រទេសបាទបន្ទាប់ពីបងប្អូនបានដំឡើងហើយបងប្អូនចូលមកក្នុង setting នេះមកបាទបន្តមកទៀតបងប្អូន search ពាក្យថា VPN បាទនេះបងប្អូន VPN បន្តមកទៀតបងប្អូននឹងឃើញពាក្យថា VPN Spider នេះហើយបន្តមកទៀតបងប្អូនចុចឲ្យកន្លែងសញ្ញាឧទាននេះមកនៅខាងចុងនេះបាទចុចមកបន្តមកទៀតបងប្អូនត្រូវតែបើកវាអស់ចេញមកទាំងលើទាំងក្រោមបាទបើក on នេះមកបាទយកពាក្យដាន់បាទបើកចឹងហើយជាការស្រេចរួចរាល់បន្តមកទៀតបងប្អូនចង់ប្រើប្រាស់អ៊ីនធឺណិតលេង Facebook លេងឆាតបងប្អូនត្រូវតែចុចចូលទៅ Spider VPN ចូលបាទចុចចូលទៅនេះហើយបងប្អូនចង់បង្កើត admin នៅណាឧទាហរណ៍នៅថៃនេះអក្សរ TH នេះបាទបងប្អូនចុចមកបងប្អូននឹងឃើញទង់ជាតិហើយបន្ទាប់មកទៀតបងប្អូនចុចបើកវាមកបើកនេះនៅខាងចុងនេះបាទបើកវាមកបន្ទាប់ពីបងប្អូនចុចបើកវាហើយវានឹងលោតចេញជានាទីនៅខាងលើនេះបាទនេះពេលណាដែលវាលោតចេញនាទីបែបហ្នឹងបានន័យថា VPN ហ្នឹងកំពុងតែដំណើរការយើងអាចលេង Facebook មើល YouTube មានអ៊ីនធឺណិតហើយឥឡូវយើងទៅឆែកមើលនៅក្នុងជ្រោមយើងម្ដងនេះជ្រោមនេះបាទជ្រោមបាទបងប្អូនចុចមកក្នុងជ្រោមមកតើ IP អ៊ីនធឺណិតរបស់យើងនៅក្នុងប្រទេសណាឥឡូវយើងទៅឆែកមើលបាទឆែកមើលបាទsearchពាក្យថាបាទ WHO បាទ E បាទនេះនៅលើគេនេះបងប្អូនចុចមកបងប្អូនចុចនៅខាងលើគេនេះមួយទៀតបាទ website ហ្នឹងនេះបងប្អូនឃើញអត់បន្ទាប់ពីយើងបានបើក VPN បានន័យថាអ៊ីនធឺណិតយើងលែងនៅខ្មែរទៀតហើយគឺនៅថៃយើងមិនបានប្រើអ៊ីនធឺណិតខ្មែរទៀតទេបាទនេះអ៊ីនធឺណិត100នៅថៃ 100% បាទនេះទង់ជាតិថៃ IP បាទ Content Thailand បាទ 100% យើង fake អ៊ីនធឺណិតទៅនៅថៃបានសម្រេចហើយបាទទាំង GPS ទាំងអ៊ីនធឺណិតបាទយើងធ្វើការ fake ចេញទៅនៅក្រៅប្រទេសបានសម្រេចហើយបាទ